ថែទាំខ្លួនក្រោយសម្រាលការថែទាំខ្លួនក្រោយសម្រាលកូនគឺជាកត្តាសំខាន់ខ្លាំងណាស់ដើម្បីឲ្យរាងកាយឆាប់ជាសះស្បើយនិងឆាប់មានសុខភាពល្អឡើងវិញដើម្បីអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការថែទាំទារកបានយ៉ាងប្រសើរខាងក្រោមនេះគឺជាដំណើរនៃការថែទាំសុខភាពសំខាន់ទី1ទាក់ទងនឹងសុខភាពរាងកាយអ្នកម្ដាយត្រូវតែព្យាយាមសម្រាលឲ្យបានគ្រប់គ្រាន់ព្រោះក្រោយពេលសម្រាលកូនអ្នកម្ដាយមានអាការៈអស់កម្លាំងដូច្នេះអ្នកត្រូវសម្រាលឲ្យបានគ្រប់គ្រាន់តាមដាននិងពិនិត្យសុខភាពក្រោយសម្រាលតាមការណាត់របស់បញ្ជាបណ្ឌិតរក្សាអនាម័យតំបន់មុខរបួសឲ្យបានល្អដោយលាងសម្អាតនិងផ្លាស់ប្ដូរសម្លៀកអនាម័យឲ្យបានញឹកញាប់ការធ្លាក់ឈាមក្រោយសម្រាលវាជារឿងធម្មតាហើយវាអាចមានរយៈពេលរហូតដល់2ឬ3ទៅ6សប្តាហ៍បើឈាមច្រើនឬមានក្លិនខ្លាំងអ្នកម្ដាយគួរទៅជួបបញ្ជាបណ្ឌិតជាបន្ទាន់គួរបរិភោគម្ហូបដែលមានជាតិប្រូតេអ៊ីនជាតិដែកវីតាមីននិងជាតិកាក់សរសៃដូចជាពងទាបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកឲ្យបានច្រើនព្រោះទឹកជាចំណែកមួយជួយបង្កើនទឹកដោះនិងបង្កើនជាតិទឹកនៅក្នុងរាងកាយមិនឲ្យស្បែកស្ងួតនិងក្រៀមក្រោះទី2សុខភាពផ្លូវចិត្តផ្លូវចិត្តគឺជាជំងឺដែលអាចកើតមានចាប់ពីថ្ងៃដំបូងរហូតដល់ច្រើនសប្តាហ៍ក្រោយសម្រាលដូចជាមានអារម្មណ៍សោកសៅឬស្រងេះស្រងោចប៉ុន្តែវានឹងត្រឡប់មកធម្មតាវិញនៅពេលណាដែលយើងចេះសម្របសម្រួលចិត្តអាស្រ័យលើម្ដាយនីមួយប្រយ័ត្នក្នុងករណីជំងឺស្មុគស្មាញផ្លូវចិត្តធ្ងន់ធ្ងរដូចជាមានសញ្ញាអស់កម្លាំងឈឺចិត្តតែងតែយល់ថាគ្មានសារៈសំខាន់ឬមានគំនិតធ្វើអន្តរាយដល់ខ្លួនទៅស្វែងរកជំនួយជាបន្ទាន់ឬទៅជួបបញ្ជាបណ្ឌិតដើម្បីពិភាក្សានិងព្យាបាលគួរស្វែងរកជំនួយពីគ្រួសារដោយកុំខ្មាស់អៀនប្រាប់ពីអារម្មណ៍របស់អ្នកហើយសូមជំនួយពីគ្រួសារព្រោះគ្រួសារជាថ្នាំដ៏សំខាន់ក្នុងការជួយគ្នាធ្វើការថែទាំកាន់តែប្រសើរនិងមានប្រសិទ្ធភាពការថែទាំសម្រស់ការបំបៅទារកនិងទឹកដោះម្ដាយជួយឲ្យម្ដាយកាន់តែមានសុខភាពល្អរឹងមាំដោយសារការចេញអូស៊ីតូស៊ីនពេលបំបៅទឹកដោះគួរហាត់ប្រាណស្រាលក្រោយពេលសម្រាលនិងក្រោយពេលសុខភាពរាងកាយរឹងមាំគ្រប់គ្រាន់អាចចាប់ផ្ដើមហាត់ប្រាណដូចជាដើរឬហាត់កម្រិតទាបដើម្បីជួយស្ដារបញ្ហារលាកសាច់ដុំនិងបញ្ហាក្បាលពោះផងដែរ4ការកំណត់ផែនការយកកូនជាថ្មីក្រោយសម្រាលការប្រើវិធីពជាកំណើតឲ្យបានត្រឹមត្រូវនិងកំណត់គោលដៅឲ្យបានច្បាស់លាស់ឬសាកសួរគ្រូពេទ្យអំពីមធ្យោបាយសមស្របនៃការថែទាំខ្លួនមុនយកកូនបន្ទាប់ទៀតអរគុណដែលបានស្ដាប់សារមួយនេះសូមអ្នកម្ដាយគ្រប់រូបដែលមានបញ្ហាសុខភាពគួរគប្បីធ្វើការតាមដានសុខភាពនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលមានក្រុមគ្រូពេទ្យជំនាញនិងបទពិសោធន៍ខ្ពស់ក្នុងការព្យាបាលឲ្យបានត្រឹមត្រូវសូមអរគុណសូមជម្រាបលា